ងសារ៉ាំងហ្នឹងខ្ញុំកាត់ចោលឲ្យទុកតែមិនតិចទេស្រោមប្រៃហ្នឹងខ្ញុំបូម10លេខតែដល់ពេលបូមហើយយើងត្រូវដកវាបន្តិចមកដកចឹងហើយយើងពវិលចោះពវិលឡើងចឹងមកកុំឲ្យវាមានពុះកាលណាតែមានពុះវាអាចមានខ្យល់នឹងពេលបាញ់ចំកូនទៅធ្វើឲ្យហឹងតិចអីចឹងណាតែអ្វីដែលសំខាន់ជាងនឹងពេលដល់បាញ់គឺត្រូវឲ្យកូនហាមាត់ធំកាលណាហាមាត់ធំកូនអត់តាមមាត់ទៅខ្យល់អត់អាចចូលទៅក្នុងតិចកូនបានទេអាបាញ់ធូរចំខ្លួនឯងសោះក្បាច់បូអនអើតហាគ្មានហងសម្បល់នឹងរាវតែយកម៉ាញ់ដេកតាំងបោះម៉េះគាត់ទៅតែប្រសាយបាន2ថ្ងៃអញ្ចឹងឲ្យសបោគាត់នៅរាវអញ្ចឹងវាអត់ស្អីគ្រោះថ្នាក់ប្រហែលនេះប៉ុន្តែបើសិនជាសបោគាត់ដល់ថ្នាក់ខាប់ហើយគឺដាច់ខាតត្រូវតែយកសបោនឹងចេញហ្មងមិនថាបាញ់ស្រោមប្រៃមិនថាស្ពងឬក៏បឺតសបោទេគឺយើងត្រូវយកចេញដាច់ខាតពួកអីអត់អាចទុកសបោនៅក្នុងច្រមុះគាត់បានទេពេលដែលវាធ្លាក់ចូលសូត្រចូលអីអញ្ចឹងវាអាចបង្ករោគទៅជាគ្រោះថ្នាក់ធ្ងន់ធ្ងរអញ្ចឹងបើសិនជាឃើញអូនតឹងច្រមុះតឹងអីអញ្ចឹងយើងគួរតែយកសបោនឹងចេញឲ្យហើយហើយបើគាត់អត់សូវមានសបោឬក៏សបោតិចអីចឹងគាត់បន្តស្រោមប្រៃ2តំណអី3តំណអីទៅបានហើយដើម្បីឲ្យសបោគាត់នឹងរាវហើយកុំឲ្យធ្លាក់ចូលសូត្រហើយបើអូនតូចអត់សូវមានសបោទេគ្រាន់តែយកស្រោមប្រៃបន្តចូលច្រមុះមកតំណ2តំណអីបានហើយបើសិនជាអូនរៀងធំ2 3តំណអីចឹងណាដើម្បីឲ្យសម្បល់វារាវអត់អាចធ្លាក់ចូលតងស៊ុតបានទេ